សួស្តីអ្នកទាំងអស់គ្នាជួបជាមួយអ្នកមានសារថ្មីម្ដងទៀតមកបន្តសាច់រឿងរបស់យើងដែលជាភាពបន្តនៅក្នុងសបនរបស់លីវូជាអាណាចក្រខុនលុនទាំងមូលក៏ត្រូវបានបើកការវិភាគដោយពពួកបិសាចជាច្រើនខ្លាំងមែនទែនប៉ុន្តែលីវូជាក៏បង្ហាញខ្លួនអ្នកគ្រប់គ្នាក៏ដឹងថាគេគឺជាព្រះដាវលីវូជាតែប៉ុន្តែអាណាចក្រខុនលុនត្រូវបានជួយសង្គ្រោះហើយលីវូជាក៏ប្រើប្រាស់ក្បាច់ដាវយ៉ាងកំណាចកាត់ក្បាលទៅកាន់បិសាចមួយនោះមនុស្សគ្រប់គ្នាបានអបអរទៅកាន់គេអញ្ចឹងទៅចំណែកឯសៀវហងវិញក៏បានសបនថាខ្លួនបានខ្លាចទៅជាមេដឹកនាំបិសាចភ្លើងដោយពីមុនដែលមានអ្នកក្របង្គាប់ជាច្រើនរយលាននាក់ខុសពីគេសបនរបស់ប៉ៃសឿនាងប្រាថ្នាចង់បានតែអាហារឆ្ងាញ់ៗតែប៉ុណ្ណោះចំណាលើព្រះរបស់យើងវិញមិនបានដេកនៅទេកំពុងតែរអ៊ូថាគាត់ពិតជាមនុស្សស្មានថាគេឈ្មោះរបស់គាត់នឹងកំពុងតែត្រូវបានគេជេរមាក់ងាយបែបនេះទេហើយគាត់ក៏ខានចូលទៅក្នុងករណីរបស់គាត់យូរដែរហើយតើគាត់អាចចូលវាបានដែរឬទេស៊ីស្ទឹមគាត់ថាលោកម្ចាស់អាចចូលបានហើយអ្នកក៏ទៅបាននៅគ្រីស្តានលំដាប់កម្ពុជាចំនួន1លានផងដែរនិងគ្រឿងផ្សំបំផ្ទុះអណ្ដាតភ្លើងកម្រិតកម្ពុជាចំនួន5ជាចុងក្រោយគឺលោកម្ចាស់ទទួលបាននៅខ្លុយអមតៈលើព្រះរបស់យើងក៏សួរថាតើប្រើវាយ៉ាងម៉េចទៅស៊ីស្ទឹមក៏ប្រាប់ថាអំណាចនៃខ្លុយនេះវាអាស្រ័យទៅលើជំនាញខ្លុយរបស់លោកម្ចាស់អញ្ចឹងយើងក៏ចង់សាកផងដែរថាតើជំនាញខ្លុយរបស់យើងនឹងមានកម្រិតមួយណាឬហើយក៏ចាប់ផ្ដើមផ្លុំខ្លុយមួយនោះសំឡេងខ្លុយក៏បានសាយភាយចេញទៅខាងក្រៅបិសាចពស់លឺហើយក៏ឆ្ងល់ថាវាគឺជាសំឡេងអ្វីនិយាយចប់ភ្លាមពួកវាក៏ចាប់ផ្ដើមរកក្បាច់ពស់តែម្ដងទៅឃើញទាំងវើបាយរបស់វាដូចនេះពិតជាពួកក៏ថាតើពួកឯងកំពុងតែធ្វើអ្វីនោះឆាប់ទៅរសារក្បួននៃការបង្ការភ្លាមទៅយើងក៏ឆ្ងល់ថាតើនរណាជាអ្នកធ្វើរឿងរ៉ាវទាំងអស់នេះដែលមានជំនួយអំពីសំឡេងខ្លុយរបស់ព្រះរបស់យើងពូហ្វាន់ក៏បានរកផុតអំពីក្បួននៃការបង្ការមួយនោះគាត់ក៏ឆ្ងល់ថាតើនរណាជាអ្នកធ្វើវារួចហើយក៏បានបញ្ញត្តិទៅកាន់ក្មេងស្រីពេលផ្ទះដឹងខ្លួនក្មេងស្រីក៏មានការងឿងឆ្ងល់ផងដែរប្រតិចាពូហ្វាន់ក៏ថាបើយើងមិនច្រឡំនៅទេក្បួននៃការបង្ការនេះមានឈ្មោះថាសបនអក្រក់ដែលវាមាននៅក្នុងសម័យកាលបុរាណអត្តពលរបស់វានឹងធ្វើឲ្យមនុស្សធ្លាក់ក្នុងសបនដោយជ្រៅបំផុតនិងមិនអាចងើបឡើងវិញបាននោះទេបាទទីបំផុតមនុស្សទាំងនោះនឹងត្រូវស្លាប់ដោយស្ងប់ស្ងាត់លើបែបនេះក្មេងស្រីភ្ជាប់បាក់ខ្លាំងមែនទែនវាពិតជាសាហាវខ្លាំងណាស់តើពួកគេចាំបានអ្វីអំពីពួកយើងទៅពូហ្វានក៏ថាចន្លងស្ដេចរៀបនឹងបើកទៅហើយដូច្នេះស្ថានភាពប្រកបជាមានការផ្លាស់ប្ដូរតែយើងក៏បានលើសំឡេងខ្លីមួយយ៉ាងណាក៏ដោយវាក៏បានចូលវិញដូច្នេះឯងគួរតែនៅទីនេះហើយកុំទៅណាយើងនឹងចេញទៅខាងក្រៅដើម្បីពិនិត្យមើលស្ថានភាពពេលមកដល់ខាងក្រៅគាត់ក៏បានឃើញបិសាចពស់ច្រើនខ្លាំងមែនទែនដែលបិសាចពស់ទាំងអស់នោះក៏និយាយថាទោះបីជាពេលនេះមានភាពរអាក់រអួលបន្តិចបន្តួចក៏ដោយប៉ុន្តែមនុស្សទាំងអស់នោះពួកគេនឹងមិនតន់ភ្ជាប់ទេដូច្នេះផែនការរបស់យើងនៅតែបន្តតែពេលនោះពូហ្វានក៏បង្ហាញខ្លួនព្រមទាំងនិយាយថាតើពួកឯងកំពុងតែធ្វើអ្វីគេក៏បានតបថាគ្មានធ្វើអ្វីទេគ្រាន់តែចង់សម្លាប់ទៅកាន់ពួកឯងនឹងហើយពូហ្វានក៏បន្តថាឯងពុជក្លាហានណាស់នេះគឺជាទឹកដីរបស់ពូជមនុស្សប្រតិចាបិសាចពស់ក៏ថាឯងនឹងយើងមានកម្រិតទី8ប៉ុន្តែអ្វីដែលលើសនោះគឺថាកូនចៅរបស់យើងមានកម្រិតទី7លើសពី10នាក់តើឯងគិតថាអាចឈ្នះបានមែនទេពេលនោះសេលីក៏បង្ហាញខ្លួនចុះបើមានយើងម្នាក់ទៀតនោះស៊ីហងក៏និយាយថាតាមពិតគឺជាពួកឯងសោះដែលធ្វើយើងធ្លាក់ក្នុងសបនមួយនោះប្រតិចាបិសាចពស់ភ័យខ្លាំងមែនទែនដែលពួកគេទាំងពីរនាក់មានកម្រិតទី8ចំណែកពូហ្វានវិញក៏មានអារម្មណ៍ថាពួកគេទាំងពីរនាក់មិនធម្មតាណាស់ទេបើតាមចំហាយរបស់ពួកគេពិតជាមិនស័ក្តិសមនៅក្នុងកម្រិតទី8ឡើយពេលនេះផងដែរបិសាចពស់ក៏ថាលោកប្រតិចាតែយើងគួរធ្វើយ៉ាងណាប្រតិចាពស់ក៏បានតបថាពួកឯងក៏មានការភ័យខ្លាចឆាប់បញ្ជូនកម្លាំងរបស់ពួកឯងមកឲ្យយើងភ្លាមមកឃើញបែបនេះអ្នកទាំង3ក៏បញ្ឈរមើលផងដែរក៏បញ្ញាប់ទៅបញ្ឈប់គេប្រតិចាបិសាចពស់ក៏ថាអាវុធវេទមន្តមួយនេះត្រូវបានប្រកបដោយមេកោសម្ព័ន្ធទោះបីជាឯងមានកម្រិតទី9ក៏ដោយក៏មិនអាចបំបីទៅកាន់វាបានដែរខណៈពេលនោះផងដែរសម្លេងខ្លីលប្រាប់របស់យើងក៏បន្លឺឡើងសាយតែម្ដងទៀតបិសាចពស់ទាំងអស់នោះទ្រាំមិនបាននោះទេក៏ចាប់ផ្ដើមចាក់ក្បាច់ឆុកតែម្ដងទៅឃើញបែបនេះសៀហងក៏ឆ្ងល់ថាតើពួកគេកំពុងតែធ្វើអ្វីព្រោះតែចាពូហ្វានក៏ថាវាប្រហែលជាមកពីសម្លេងខ្លីមួយនេះមើលទៅនៅក្នុងផ្ទះសំណាក់មួយនេះគឺពុពេញទៅដោយនាគដែលបានលាក់ខ្លួនចំណែកក្មេងស្រីវិញក៏ឆ្ងល់ថាតើនរណាជាអ្នកផ្លុំខ្លីទៅវាពិតជាព្រោះខ្លាំងណាស់នាងក៏ដើរតាមសម្លេងខ្លីរហូតដល់បន្ទោមួយបានឃើញទៅកាន់លព្រះរបស់យើងហើយនិយាយទាំងអៀនថាសូមអភ័យទោសចំពោះការរំខានទៅកាន់រៀនច្បងឃើញតែការនាងភ្លាមលព្រះរបស់យើងក៏គិតថាមើលទៅអត្តសញ្ញាណរបស់ខ្ញុំត្រូវបានលាតត្រដាងហើយប៉ុន្តែក៏មានអ្នកគ្រប់គ្រងមកម្នាក់ផងដែររួចហើយក៏ចាត់ដែរទៅការនាងព្រមទាំងបន្ថែមទៀតថាដោយសារតែអ្នកគឺជា fan របស់ខ្ញុំដូច្នេះតើអ្នកចង់បានអត្ថបទរបស់ខ្ញុំដែរទេក្មេងស្រីក៏បានគិតទៀតថាទោះបីជានាងធ្លាប់បានឃើញតែការប្រសាជាច្រើនក៏ដោយប៉ុន្តែពិតជាមិនដែលឃើញប្រសាខ្លាំងបែបនេះទេឥឡូវនេះនាងពិតជាមិនដឹងថាគួរធ្វើអ្វីនោះទេរួចហើយក៏និយាយថាលោកម្ចាស់យើងមិនគួរធ្វើរឿងបែបនេះទេលោកព្រះរបស់យើងក៏សួរតែឆ្ងល់ថាតើអ្នកចាំមានន័យថាយ៉ាងម៉េចបើអ្នកមិនចង់បានហត្ថលេខារបស់ខ្ញុំទេហើយបានជាអ្នកចូលមកក្នុងបន្ទប់របស់ខ្ញុំនាងក៏បានឆ្លើយថានាងឈ្មោះថាអានម៉ៃបានជានាងចូលមកក្នុងបន្ទប់មួយនេះព្រោះថាសម្លេងខ្លីរបស់គាត់វាព្រោះខ្លាំងពេកប៉ុន្តែនាងមិនបានស្គាល់ទៅកាន់គាត់នោះទេហើយក៏មិនចង់បានហត្ថលេខារបស់គាត់ផងដែរអញ្ចឹងតើអ្នកមានឈ្មោះអ្វីលោកព្រះរបស់យើងក៏កុហកនាងថាគាត់មានឈ្មោះថាយេវ៉ាន់ហើយគាត់មកពីហងជើដោយឮថាគាត់មកពីហងជើនាងក៏ថានាងពិតជាមិនសូវមានចំណាប់អារម្មណ៍ប៉ុន្មាននោះទេចំពោះហងជើនោះព្រោះថានៅទីនោះពិតជាមិនសូវមានសុវត្ថិភាពប៉ុន្មាននោះទេហើយជាពិសេសក៏កម្រមានអ្នកដែលមានកម្រិតទី5ផងដែរប៉ុន្តែចាប់តាំងពីនិកាយសនធានលេខ
ចេញមកវាក៏បានធ្វើឲ្យនាងមានការយល់ដឹងខ្លះៗអំពីទឹកដីនៃហុងជើផងដែរលោកប្រាប់បើយើងក៏ថាអញ្ចឹងមានន័យថាចំណាប់អារម្មណ៍របស់អ្នកចំពោះហុងជើនឹងបានប្រសើរឡើងហើយនាងក៏តបថាមិនអាចនោះទេព្រោះថាជ័យជន់លៀនដែលជាមេដឹកនាំនៃកាយសន្តាននៅពិតជាធ្វើទាំងវើអាក្រក់ច្រើនខ្លាំងមែនទែនប្លន់នៅទ្រព្យសម្បត្តិរបស់អ្នកដទៃសូម្បីតែលោកពូរបស់ខ្ញុំក៏ត្រូវបានគេប្លន់ផងដែរដែលអាងនៅកម្រិតទី9របស់គេនឹងពិតជាប្រព្រឹត្តនៅអំពើគួរសាខ្ពើមខ្លាំងមែនទែនលើបែបនេះលោកប្រាប់បើយើងគៀងខ្លាំងមែនទែនក៏ញ៉ាអានមិនប្រហែលជាអ្នកមានការយល់ច្រឡំហើយនៅក្នុងកសែផ្នែកនៃវិជាជនហុងជើនៅយាយជន់លឿនគឺជាវីរបុរសដ៏អស្ចារ្យនៅក្នុងពិភពលោកដែលគោរពនៅយុត្តិធម៌មិនត្រឹមតែគាត់មានចរិតលក្ខណៈល្អប៉ុណ្ណោះទេប៉ុន្តែសម្រាប់ក៏មិនធម្មតាផងដែរតើមនុស្សអស្ចារ្យដូចជាគាត់នឹងអាចប្រព្រឹត្តនៅទាំងធ្វើអាក្រក់បែបនេះដោយរបៀបណាទៅកញ្ញាអានមិនក៏ថាបំប្រយាយអ្នកក៏តែនិយាយការពិតមកមិនចាំមិនខ្លាចទៅការអំណាចរបស់យាយជន់លឿននោះទេមើលទៅយាយជន់លឿនប្រកាសជាប្រាប់ប្រាមជ្ឈបាយទៅខើគៀបសង្កត់ទៅកម្មប្រជាជននៃហុងជើឲ្យទៅធ្វើឲ្យពួកគេនិយាយល្អទៅកាន់គាត់ដូច្នេះនោះប៉ុន្តែអ្នកកុំខ្លាចឲ្យខ្ញុំនឹងខិតខំប្រឹងប្រែងវឹកហាត់ឲ្យកាន់តែខ្លាំងដើម្បីសម្លាប់ទៅកាន់បិសាចសក់សមអ្នកនោះលើបែបនេះលោកប្រាប់បើយើងជាក្បាលខ្លាំងមែនទែននាងក៏ឆ្ងល់ថាហើយបានជាអ្នកធ្វើមុខអញ្ចឹងលោកប្រាប់បើយើងក៏តបថាមិនអីនៅទេខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងអាចកម្ចាត់ទៅកាន់យាយជន់លឿនហើយសង្គ្រោះទៅកាន់ហុងជើនាងពិតជារំភើបខ្លាំងមែនទែនដោយហើយក៏ដើរចេញទៅខាងក្រៅដើម្បីជួយជាមួយនឹងលោកពូហ្វានក៏សួរថាហើយបានជាឯងនៅទីនេះនាងក៏តបថាដោយសារតែនាងបានលើសំឡេងខ្លយពីព្រោះខ្លាំងពេកដូច្នេះហើយនាងក៏បានស្វែងរកទៅកាន់ប្រភពដើមរបស់វាពូហ្វានក៏បន្តអញ្ចឹងឯងបានឃើញទៅកាន់ម្នាក់នោះដែរទេកញ្ញាអានម៉ៃក៏អូលោកប្រាប់បើយើងចូលមកព្រមទាំងនិយាយថាគាត់ឈ្មោះថាយាយហ្វានដែលជាអ្នកផ្លុំទៅកាន់ខ្លយមួយនោះលោកពុទ្ធចាស់ពូហ្វានក៏អន់គោរពព្រមទាំងសរសើរថាជំនាញខ្លយរបស់គាត់ពិតជាអស្ចារ្យខ្លាំងណាស់លោកប្រាប់បើយើងក៏តបថាវាគ្រាន់តែជាជំនាញបន្តិចបន្តួចប៉ុណ្ណោះពេលនោះសៀហុងក៏បង្ហាញខ្លួនលោកប្រាប់បើយើងប្រាប់គេឲ្យហៅខ្លួនថាជាបងប្រុសយាយសៀហុងក៏ថាបងប្រុសយាយពួកគេត្រូវបានដោះស្រាយដោយអស់ហើយពេលឃើញតែកាន់សៀហុងអានម៉ៃក៏សរថាពិតជាស្រស់ស្អាតខ្លាំងណាស់តើអ្នកទាំងពីរគឺលោកប្រាប់បើយើងក៏ណែនាំថាគេមានឈ្មោះថាវ៉ាងខុយហួរហើយអ្នកដែលកាន់កំបិតនោះគេមានឈ្មោះថាលីធានតានសៀហុងក៏គិតថាតើគាត់កំពុងតែធ្វើអ្វីនឹងហើយអ្វីបានជាគាត់ដាក់ឈ្មោះគេនឹងពិបាកស្ដាប់ឲ្យខ្លាំងម្ល៉េះកញ្ញាអានម៉ៃក៏សួស្ដីទៅកាន់ពួកគេទាំងពីរនាក់ប៉ុន្តែនាងក៏សុំលេទៅមុនហើយព្រោះថាមិនចង់រំខានពួកគេទាំង3នាក់នោះទេសឺលីក៏មានចម្ងល់លោកប្រាប់បើយើងក៏ប្រាប់ថាដោយសារតែក្រុមដែលខ្លាំងឡំធ្វើជាយើងនោះពួកគេនឹងចេញប្លន់ម្ដងទៀតដូច្នេះហើយយើងគួរតែប្រើប្រាស់ព័ត៌មានខ្លាំងៗនេះសិនទៅសៀហុងក៏គិតថាគេពិតជាឆ្លាតប៉ុន្តែហេតុអីបានជាគេដាក់ឈ្មោះឲ្យខ្លួនថាជាវ៉ាងខុយហួរអញ្ចឹងនៅតាមផ្លូវពូហ្វានក៏និយាយថាលោកម្ចាស់យាយមិនមែនជាមនុស្សធម្មតានោះទេទោះបីជាគាត់មិនបានចាត់វិធានការក៏ដោយក៏គាត់នៅតែអាចដោះស្រាយជាមួយនឹងពួកគេដែលប្រយោលបានដែរវាពិតជាគួរឲ្យស្ញើចសោខ្លាំងណាស់អ្វីដែលពិសេសនោះគឺពួកគេទាំងពីរនាក់នោះមិនមែនជាមនុស្សធម្មតានោះទេតែក៏សារគឺពិតជាអស្ចារ្យប៉ុន្តែបើជាពួកគេគោរពទៅកាន់គាត់ទៅវិញហើយនៅពេលដែលពួកគេទាំង3បានជួបជុំគ្នានោះខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នថ្ងៃថ្មីក៏បានចាប់ផ្ដើមចន្លងស្ដាយក៏ត្រូវបានបើកជាស្ថាពរអ្នកក៏និយមគ្រប់គ្រងកុបបាក់ក៏បានមកចូលរួមដែលមិនបង្អង់យូរពូហ្វាននិងអានម៉ៃក៏បានចេញដំណើរទៅលើប្រាប់បើយើងក៏អសរថាការធ្វើម្ហូបរបស់ប៉ៃសៀវិពិតជាអស្ចារ្យខ្លាំងណាស់ប៉ៃសៀក៏បានអរគុណចំពោះការសើបន្ទាប់មកពួកគេក៏ចូលទៅក្នុងចន្លោះស្ដេចនៅក្នុងនោះអ្នកក៏និយមក៏បាននិយាយថាបើសិនមកពួកគេទទួលបាននៅកម្ពុជាអសតនោះពួកគេប្រកាសជាអាចទម្លាក់ទៅកាន់អាណាចក្រថ្មីមួយទៀតហើយអាយុកាលរបស់ពួកគេនឹងកើនឡើងរហូតដល់50000ឆ្នាំព្រមណាស់ទីក៏ថាតើឲ្យម្ដងទេមែនទេថាស្ដេចអសតវាមានតម្លៃជាងកម្ពុជាអសតទៅទៀតតែវាអាចជួយទៅកាន់អ្នកដែលមានកម្រិតទី9នឹងឡើងទៅកាន់កម្រិតថ្មីមួយទៀតបានគេក៏តបថាបើអញ្ចឹងមែននោះប្រកាសជាមានការបង្ហូរឈាមគ្នាហើយមនុស្សតូចតាចដូចជាពួកយើងនេះមិនចាំបាច់លបលន់ពេកនោះទេក្មេងស្រីអានម៉ៃក៏សួរថាតើស្ដេចអសតនឹងវាគឺជាអ្វីទៅពូហ្វានក៏បញ្យល់ថាអសតទាំងអស់ត្រូវបានបែងចែកជា5ថ្នាក់ថ្នាក់ទី1អសតខាមវិញ្ញាណថ្នាក់ទី2អសតថ្លៃថ្លាថ្នាក់ទី3ស្ដេចអសតថ្នាក់ទី4អសតដ៏អស្ចារ្យនិងថ្នាក់ទី5អសតអមតៈហើយពួកវានីមួយៗក៏ត្រូវបែងចែកជា3ដំណាក់កាលផងដែរដំណាក់កាលដំបូងកណ្ដាលនិងកំពូលនឹងឯងនៅក្នុងពិភពលោកនៃការដំដោះរបស់យើងនេះអសតវិញ្ញាណណាដែលមានតម្លៃខ្លាំងនោះពួកគេត្រូវបានដាក់ដេញថ្លៃនៅពេលនោះប្រកាសជាមានអ្នកគុណនិយមគ្រប់គ្រងកបៈធ្វើការដេញថ្លៃយ៉ាងខ្លាំងក្លាចំណែកស្ដេចនៃអសតវិញវាកាន់តែមានតម្លៃទៅទៀតនៅក្នុងតំបន់យើងនេះពិតជាកម្រមានណាស់សូម្បីតែអ្នកដែលនៅកម្រិតទី9ក៏ត្រូវតែប្រយុទ្ធគ្នាក្នុងការទៅបាននៅស្ដេចនៃអសតផងដែរមេស្រីអានម៉ៃក៏ថាបើអញ្ចឹងមែននៅក្នុងចន្លោះស្ដេចមួយនេះប្រកាសជាមានគ្រោះថ្នាក់ហើយពូហ្វានក៏ថាវាមិនមែនអញ្ចឹងនោះទេការចូលទៅក្នុងចន្លោះស្ដេចវាមានចំនួនកំណត់ហើយបើសិនណាពួកគេជួយជាមួយស្ថានភាពគ្រោះថ្នាក់នៅខាងក្នុងនោះពួកគេនឹងត្រូវបានបញ្ជូនចេញមកវិញភ្លាមការរៀបចំរបស់អមតៈយាជននឹងវាល្អខ្លាំងណាស់ដូច្នេះក្នុងនាមយើងគឺជាកូនចៅចំនួនក្រោយត្រូវតែចេះដឹងគុណចំពោះសេចក្តីសប្បុរសរបស់គាត់តែគាត់ក៏ក្លែងឃើញតែការពុទ្ធចាវ៉ាន់តេនៃប្រាសាទហ្វូសិនក៏បានមកកាន់ទីនេះផងដែរតែគាត់ស្ក្នុងកម្រិតទី9ដំណាក់កាលកំពូលពេលនោះអ្នកក្លាហានម្នាក់ក៏ថាដោយមានជំនឿអំពីលោកគ្រូវ៉ាន់តេញ៉ៃពួកយើងប្រកាសជាទៅបាននៅអសតឲ្យច្រើនជាមិនខានអ្នកក្លាហានម្នាក់ទៀតក៏និយាយផង
ផងដែរប្រកបហើយការពីមួយសាឆ្នាំមុនគ្រូវ៉ាន់តេងក៏ធ្លាប់បានទទួលនៅផលប្រយោជន៍ជាច្រើនអំពីចន្លោះស្ដេចនេះផងដែរហើយលើកនេះថែមទាំងកម្លាំងរបស់គាត់កើនឡើងជាមួយច្បាស់ណាស់ប្រកបជាទៅបាននៅរបស់កាន់តែច្រើនលោកគ្រូវ៉ាន់តេងក៏ថានៅក្នុងចន្លោះស្ដេចវាមិនសាមញ្ញដូចអ្វីដែលពួកឯងបានគិតនោះទេគឺសមូលតន្ត្រីអាចកំបាំងដែលលាក់ទុកជាច្រើនកុំថាឡើយពួកឯងអាចយល់ដឹងអំពីពួកវាទាំងអស់នោះសូម្បីតែយើងក៏បាក់ក្នុងការទ្រាំទ្រផងដែរតែដែលបានឆ្លងកាត់នៅរឿងរ៉ាវទាំងអស់នោះយើងក៏បានសិក្សាអំពីវាស្វែងយល់អំពីកំហុសបន្តមកខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងបន្ថែមទៀតបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅនោះការខិតខំប្រឹងប្រែងរបស់យើងក៏ទៅបាននៅជោគជ័យបើទោះបីជាយើងប្រឈមមុខជាមួយសត្វបិសាចទាំងអស់នោះទៀតក៏ដោយក៏យើងជឿជាក់ថានឹងអាចដោះស្រាយជាមួយនឹងពួកវាបានយ៉ាងងាយស្រួលកាត់មកកន្លែងនេះវិញសៀលីក៏ថាលោកគ្រូនេះគឺជាចន្លោះស្ដេចតែពោពេញទៅដោយស្នាមអសត់ឲ្យមានតម្លៃជាច្រើនលើព្រះរបស់យើងក៏បានគិតថាទោះបីជាអសត់ទាំងអស់នោះវាមានតម្លៃខ្លាំងប៉ុណ្ណាក៏ដោយក៏វានៅតែអន់ជារង្វាន់ដែល system បានប្រគល់ឲ្យគាត់ផងដែរតែយ៉ាងណាក៏ដោយគាត់បានមកដល់ទីនេះហើយគួរតែប្រមូលរបស់ខ្លះហើយស្រាប់តែពេលនោះច្រកទ្វារចន្លោះស្ដេចក៏ត្រូវបានបើកឡើងបន្ទាប់មកអ្នកក្លាហានក៏ក្រុមក្របបាក់ក៏បានចូលទៅក្នុងចន្លោះស្ដេចមួយនោះតែម្ដងទៅក្រុមលោកព្រះរបស់យើងពិតជាព្យាបាលចំពោះបាតុភូតដ៏អស្ចារ្យបែបនេះខ្លាំងមែនទែនពេលចូលទៅខាងក្នុងលោកព្រះរបស់យើងក៏ថាតានេះមែនទេគឺជាផ្នែកខាងក្នុងនៃចន្លោះស្ដេចនោះវាពិតជាអស្ចារ្យណាស់តែសៀហងមានការព្យាបាលព្រោះថាពេលនេះកម្រិតនៃការរំដោះរបស់គេត្រូវបានធ្លាក់ចុះគឺនៅសារត្រឹមតែកម្រិតទី2ដំណើរការចុងក្រោយប៉ុណ្ណោះសូម្បីតែសៀលីក៏ដូចគ្នាផងដែរប៉ុន្តែចំណែកតែលោកព្រះរបស់យើងនៅទេកម្រិតនៃការរំដោះរបស់គាត់គឺនៅដដែលមិនមានការផ្លាស់ប្ដូរឡើយប៉ុន្តែគាត់ត្រូវតែលាក់បាំងកម្រិតនៃការរំដោះរបស់គាត់ដើម្បីធ្វើស៊ីខ្លាទាំងអស់នោះរួចហើយសាច់រឿងរបស់យើងនេះភាពមួយនេះត្រូវបានគាត់ចាប់ត្រឹមនឹងគឺមានត្រង់ចាំទស្សនានិងពីបន្តទៀតជាមួយនឹងadminនោះទេហើយក៏សូមអធិស្ឋានរកកំហុសកឆ្កងទៅលើណាជាពិសេសគឺជាសម្លេងសំខាន់នឹងឯងយ៉ាងណាក៏ដោយក៏អរគុណទៅកាន់អ្នកក្លាហានចំនួន2រូបផងដែរដែលបានឧបត្ថម្ភមកការadminដែលអ្នកក្លាហានទី1ឧបត្ថម្ភចំនួន$1អ្នកក្លាហានទី2ឧបត្ថម្ភចំនួន$500ផងដែរអរគុណទៅកាន់អ្នកទាំងពីរធំសម្រាប់អ្នកក្លាហានដកណាដែលចង់ឧបត្ថម្ភអីក៏ឧបត្ថម្ភតាមរយៈ QR Code ខាងលើនេះបានមានតែពាក្យថាអរគុណនិងជូនពរអ្នកទាំងអស់គ្នារកស៊ីទទួលបានតំណាងប្រកបដោយសុខភាពពេលនេះពីសំណាក់មានបាយ